សួស្តីឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសជាណាចក្រកម្ពុជាថ្ងៃនេះផងដែរគឺជាថ្ងៃបុណ្យចូលឆ្នាំខ្មែរថ្ងៃទី3បងប្អូនទាំងអស់គ្នាពួកខ្ញុំនិងក្រុមគ្រួសារបាននាំគ្នាធ្វើពិធីស្រង់ព្រះរស់សូមកម្មាទោសរាល់ពាក្យសម្ដីខុសឆ្គងពាក្យពេចន៍លើសលួសតិចតួចសូមឲ្យព្រះរស់ទាំងពីរនិងម៉ាក់យាយគាត់ជួយប្រោះព្រំនិងឲ្យពរជ័យនិងកម្មាទោសរាល់ពាក្យសម្ដីទាំងឡាយដោយសារថ្ងៃឆ្នាំនេះផងដែរគឺលក្ខណៈតូចតាចទេបងប្អូនដោយសារបងមួយចំនួនគាត់នៅជាប់រវល់អញ្ចឹងណាពេលអញ្ចឹងគឺយើងធ្វើតាមពេលវេលាហើយថ្ងៃនេះផងដែរគឺបានម៉ែចាស់គាត់មកអញ្ចឹងទៅនាំគ្នាធ្វើស្រោចទឹកជូនលាងកក់សាប៊ូលាងខ្លួនដុសខ្លួនឲ្យម៉ាក់ប៉ាហើយទំនៀមទម្លាប់នេះគឺពួកខ្ញុំធ្វើតាំងពីតូចមកម៉ែបងប្អូនទាំងអស់គ្នាដោយសារតាម៉ាក់ប៉ាខ្ញុំពីមុនមកគាត់ក៏ស្រង់ទឹកកង់ស្រង់ទឹកម៉ានៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដូចគ្នាពេលអញ្ចឹងគឺពួកខ្ញុំឃើញតាំងពីតូចហើយក៏ចាប់ផ្ដើមធ្វើតបន្តមកទៀតមកបងប្អូនហើយឥឡូវគឺធ្វើឲ្យក្មេងៗមើលជាសាច់កូនតូចហ្មងណាបងប្អូនយើងចេះតែបង្រៀនណែនាំគាត់ទៅនេះជាប្រពៃណីរបស់យើងទាំងអស់គ្នាហើយក៏ជាការសប្បាយរីករាយដែរអញ្ចឹងណាមើលមកលក្ខណៈសាមញ្ញទេតែបងប្អូនគឺសប្បាយសាហាវតែម្ដងហើយធ្វើរាល់ឆ្នាំទោះមាន3 4គ្រួសារក៏ដោយក៏នៅតែសប្បាយអញ្ចឹងណាបងប្អូនលើដល់វគ្គម៉ាក់យាយគាត់ស្រោចទឹកឲ្យពួកខ្ញុំឲ្យពរឲ្យជ័យអញ្ចឹងទៅហើយពួកខ្ញុំពិតជាសប្បាយមែនតើបងប្អូនហើយរីករាយណាស់ក្រុមគ្រួសារបងប្អូនខ្មែរបានធ្វើដូចពួកខ្ញុំគឺធ្វើរាល់ឆ្នាំហើយឥឡូវគឺដល់វគ្គយើងសប្បាយលក្ខណៈក្រៅឆាកណាបងប្អូនគឺជុំគ្នាសប្បាយមែនតើហើយជាពិសេសនេះគឺស្រោចទឹកឲ្យកូនទៀតដល់ហើយជាពិសេសគឺស្រោចទឹកឲ្យមនុស្សពិសេសដែលខ្លួនឯងស្រឡាញ់ជុំគ្នាតែម្ដងមានតាំងពីបងស្រីបងអីអញ្ចឹងទៅនិយាយទៅសប្បាយណាស់បងប្អូនអើយបងណាខ្លះបានធ្វើពិធីស្រង់ព្រះរស់ចូលខមមិនម្នាក់មួយផងពួកខ្ញុំបានរួចរាល់អស់ហើយបាយអរគុណច្រើនហេងឆ្នាំថ្មីទាំងអស់គ្នាបងប្អូនជូនពរពុកម៉ែបងប្អូនដែលបានមើលវីដេអូនិង share និង like វីដេអូនេះទាំងអស់គ្នាគឺមានសុខភាពល្អទទួលរកស៊ីមានបានទាំងអស់គ្នាហេងឆ្នាំថ្មីសិរីសួស្តីចូលដល់គ្រប់ក្រុមគ្រួសារចាអរគុណច្រើនហេងគ្មានអ្វីក្រៅពីពាក្យជូនពរទេតែឥឡូវគឺដល់វគ្គសប្បាយបងប្អូនចាក់ទឹកដាក់កូនក្មេងអញ្ចឹងណាហើយពួកគាត់គឺសប្បាយមែនតើបងប្អូនគ្រាន់តែថាឡើងញាក់ទៅត្រូវតែម្ដងបងប្អូនដោយសារលាក់លីតកកលីអីយោហើយសិតតកបាយហេងឆ្នាំថ្មី